ថៃអាម៉ាស់មុខនៅ UN ព្រោះតែចាញ់ល្បិចក្រុងទទេរបស់កម្ពុជាដំបូងគេលយណាស់គេអឿណាស់ស្មានតែខ្មែរបាក់តបគេចូលមកតាមចិត្តគេបំភ្លេចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរលួចម៉ូតូលួចកង់លួចរបស់របរបង្ហោះតាម Facebook ភ្លេចគិតដល់ពេលចុងក្រោយទើបដឹងថាចាញ់ល្បិចក្រុងទទេរបស់កម្ពុជាទេមកដល់ពេលនេះថៃអើយចុះទឹកក្រពើឡើងលើខ្លាពីព្រោះខ្មែរបានប្រមូលផុសតាំងទាំងអស់ដើម្បីប្តឹងទៅកាន់ពិភពលោកមកដល់ពេលនេះអង្គការសហប្រជាជាតិក៏បានដឹងថាថៃជាអ្នកឈ្លានពានកម្ពុជាអង្គការ UNESCO ក៏បានថ្កោលទោសតាក់ទងជាមួយនឹងថៃដែលបានប្រើ S16 ទម្លាក់គ្រាប់បែកបំផ្លាញប្រាសាទព្រះវិហារលោកដូណាល់ត្រាំក៏បាននិយាយផងដែរថាថៃជាអ្នកឈ្លានពានកម្ពុជាបារាំងព្រមផ្ដល់ផែនទីបារាំងសៀមមកឲ្យកម្ពុជាសភាប្រើភាសាបារាំងដែលមាន100ជាងប្រទេសក៏បានឲ្យថៃនឹងដកទ័ពចេញពីកម្ពុជាដែរអញ្ចឹងមានន័យថាមកដល់ពេលនេះពិភពលោកបានមើលឃើញថាថៃជាអ្នកឈ្លានពានកម្ពុជាអញ្ចឹងបានថាទោះបីជាថៃមានទ័ពរាប់ម៉ឺនរាប់សែនអ្នកក៏ដោយយើងប្រើតែមេទ័ពឆ្លាតវៃម្នាក់ក៏អាចដេញទ័ពថៃរាប់ម៉ឺនរាប់សែនអ្នកឲ្យចេញពីទឹកដីខ្មែរដែរហើយត្រូវតែសងហិច្ឆារចនាសម្ព័ន្ធសងប្រាសាទព្រះវិហារដែលមិនអាចមានតម្លៃកាត់ថ្លៃបានរបស់ពិភពលោកអញ្ចឹងបានថាមកដល់ពេលនេះថៃឈឺចាប់ព្រោះតែចាញ់ល្បិចក្រុងទទេរបស់កម្ពុជា